ក្រុមហ៊ុនមេធំរបស់ Facebook គឺ Meta ត្រូវបានគេរាយការណ៍មកថាកំពុងតែពិភាក្សានៅក្នុងការសាងសង់បរិវេណមជ្ឈមណ្ឌលទិន្នន័យថ្មីសម្រាប់គម្រោងបញ្ញាសិប្បនិម្មិតឬហៅកាត់ថា AI របស់ខ្លួនជាមួយនឹងការចំណាយដ៏មានសក្តានុពលលើសពី$200,000,000,000អាមេរិកនេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Information សារព័ត៌មាន Reuters បានចុះផ្សាយដោយដកស្រង់ព័ត៌មានពី The Information ថាថ្នាក់ដឹកនាំជាន់ខ្ពស់របស់ Meta បានជូនដំណឹងដល់អ្នកអភិវឌ្ឍមជ្ឈមណ្ឌលទិន្នន័យដោយបានបញ្ជាក់ថាក្រុមហ៊ុនកំពុងតែពិចារណាសាងសង់បរិវេណមជ្ឈមណ្ឌលនៅក្នុងរដ្ឋនានារួមទាំងរដ្ឋ Louisiana, Wyoming ឬក៏ Texas កណ្ដាលដែលមេដឹកនាំជាន់ខ្ពស់មួយចំនួនបានទៅទស្សនាតំបន់មានសក្តានុពលទាំងអស់នោះនៅក្នុងខែនេះរួចទៅហើយនោះចាប់តាំងពីឆ្នាំ2020ពលគឺចាប់ពីមានវត្តមាន ChatGPT របស់ក្រុមហ៊ុន OpenAI ដែលក្រុមហ៊ុន Microsoft ជាអ្នកចាស់លុយវិនិយោគមកក្រុមហ៊ុនបច្ចេកវិទ្យាយក្សជាច្រើនបានចាប់ផ្ដើមពង្រីកឥទ្ធិពលរបស់ខ្លួនតាមរយៈការវិនិយោគទៅលើការបង្កើតនិងបង្កើនសមត្ថភាពមជ្ឈមណ្ឌលទិន្នន័យដែលបានបញ្ចូលនៅ AI ដើម្បីឲ្យផលិតនិងសេវាកម្មរបស់ពួកគេកាន់តែប្រសើរឡើងពាក់ព័ន្ធទៅនឹងព័ត៌មានខាងលើនេះគឺត្រូវបានអ្នកនាំពាក្យក្រុមហ៊ុន Meta បានបដិសេធដោយនិយាយថាគម្រោងមជ្ឈមណ្ឌលទិន្នន័យនិងការចំណាយដើមទុនត្រូវបានបង្ហាញរួចហើយអ្វីដែលលើសពីនេះគឺការរំពឹងទុកសុទ្ធកាលពីខែមុននាយករដ្ឋមន្ត្រី Meta លោក Mark Zuckerberg បាននិយាយថាក្រុមហ៊ុនគ្រោងនឹងចំណាយប្រាក់រហូតដល់$65,000,000,000អាមេរិកនៅក្នុងឆ្នាំនេះដើម្បីពង្រីកហេដ្ឋារចនាសម្ព័ន្ធ AI របស់ខ្លួនចំពោះក្រុមហ៊ុន Microsoft ដែលជាអ្នកឈានមុខគេនៅក្នុងគម្រោង AI នោះគឺបាននិយាយថាខ្លួននឹងវិនិយោគប្រហែលជា$80,000,000,000អាមេរិកនៅក្នុងឆ្នាំ2025ដើម្បីបង្កើតមជ្ឈមណ្ឌលទិន្នន័យខណៈដែលក្រុមហ៊ុនលក់រាយ Amazon គឺបាននិយាយថាការចំណាយឆ្នាំ2025ទៅលើ AI នឹងខ្ពស់ជាង$75,000,000,000អាមេរិក